សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើតគណនី WeChat អញ្ចឹងដោយសារឃើញបងប្អូនយើងគាត់ឆាតមកខ្ញុំច្រើនដែរគាត់បង្កើតអត់បានអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងចេញមកប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបបង្កើត WeChat ម្ដងទៀតប៉ុន្តែគឺយើងត្រូវមានគណនីមួយទៀតសម្រាប់ scan បាទបើយើងអត់មានទេយើងអាចទៅរកគេអ្នកមានឲ្យគេ scan ឲ្យទៅបាទអញ្ចឹងសម្រាប់បងប្អូនដែលទើបតែ download ថ្មីគឺវាអាចនឹងចេញដូចរូបដែលខ្ញុំបង្ហាញបាទឥឡូវខ្ញុំរករូបនឹងសិនព្រោះ WeChat របស់ខ្ញុំធ្លាប់បង្កើតហើយគឺវាចេញផ្សេងបាទអូខេគឺវាចេញទម្រង់បែបនេះបើសិនជាបោះបងប្អូនចេញទម្រង់បែបហ្នឹងបងប្អូនមើលកន្លែងពណ៌បៃតងបាទគេដាក់ពាក្យ sign up ហ្នឹងវាថាវានៅខាងឆ្វេងឬខាងស្ដាំទេបាទយើងចុចលើវាទៅនៅពេលដែលបងប្អូនចុចហើយគឺវានឹងបង្ហាញបងប្អូនមកទម្រង់បែបនេះហើយបងប្អូនធ្វើការផ្លាស់ប្ដូរប្រទេសរបស់បងប្អូនមកបាទយើងនៅប្រទេសណាយើងដាក់ប្រទេសហ្នឹងទៅអូខេអញ្ចឹងខ្ញុំរើស Cambodia បន្ទាប់មកយើងធ្វើការដាក់ឈ្មោះរបស់យើងបាទយើងចង់ដាក់ឈ្មោះអីយើងដាក់ឈ្មោះហ្នឹងទៅបាច់ខ្វល់ទេមួយម៉ាត់ក៏បានពីរម៉ាត់ក៏បានវាអត់ចាប់ទេគឺបង្កើតបានដូចគ្នាអូខេបន្ទាប់មកកន្លែងនេះជាកន្លែងដែលយើងត្រូវដាក់លេខទូរស័ព្ទរបស់យើងអញ្ចឹងបងប្អូនយើងធ្វើការវាយលេខទូរស័ព្ទរបស់យើងចូលមកហើយខាងក្រោមនេះជាកន្លែងដែលយើងត្រូវដាក់ password បន្ទាប់ពីយើងដាក់ password ហើយបងប្អូនយើងធ្វើការកលេចមកមើលខាងក្រោមបាទចុច tick កន្លែងហ្នឹងមួយមកបន្ទាប់មកបងប្អូនចុច accept and continue បាទរងចាំវាបន្តិចវានាំយើងមកដល់កន្លែងនេះបងប្អូនធ្វើការ tick មួយទៀតមកបន្ទាប់មកយើងធ្វើការចុច next អូខេហើយយើងរងចាំវាបន្តិចទៀតវានឹងឲ្យយើងចុចពាក្យ start ហើយអញ្ចឹងបងប្អូនកលេចមកមើលខាងក្រោមមកយើងចុចពាក្យ start បាទចុចលើនឹងមកពេលដែលយើងចុច start វានឹងឲ្យយើង verify ហើយអញ្ចឹងយើងមើលអក្សរនៅក្នុងបន្លោះនេះបាទបើយើងចេះអានយើងបកប្រែដឹងយើងអាចធ្វើការចុចតាមរូបហ្នឹងទៅតែសម្រាប់ខ្ញុំអត់ដឹងអញ្ចឹងខ្ញុំទៅបើក Google Translate អញ្ចឹងបងប្អូនអាចធ្វើតាមខ្ញុំក៏បានដែរបើសិនជាបងប្អូនយើងអត់ចេះអង់គ្លេសយើងទៅរកពាក្យ Google Translate មកបើសិនជាបងប្អូនអត់មានទេទៅធ្វើការ download ក៏បានឬក៏ចូលទៅកាន់ Google Chrome វាយពាក្យ Google Translate ទៅគឺវាបានហើយបាទឥឡូវខ្ញុំធ្វើការវាយហើយចឹងយើងទៅផ្ទៀងអក្សរឲ្យច្បាស់ទៅកុំឲ្យវាខុសបាទយើងមើលសរសេរឲ្យត្រូវមកអូខេដោយសារខ្ញុំអត់ចេះអញ្ចឹងខ្ញុំត្រូវការមើលច្រើនដងតិចទម្រាំសរសេរត្រូវអញ្ចឹងណាអញ្ចឹងអធិស្ឋានពីបងប្អូនទាំងអស់គ្នាផងអូខេអញ្ចឹងយើងមើលទៅនេះវាដាក់ថាមលុបចង្គៀងអញ្ចឹងបានន័យថាវាជាគៀងណាជាគៀងដែលគេដាក់នៅមលុបឬក៏អីអញ្ចឹងយើងអត់ដឹងទេអញ្ចឹងយើងបើកមកកាន់ WeChat របស់យើងវិញយើងឃើញមានរូបជាគៀងមួយអញ្ចឹងយើងចុចលើនឹងមកបន្ទាប់មកយើងធ្វើការចុចអូខេបាទកន្លែងនេះវាដាក់ថា verification failed អញ្ចឹងយើងចុច close សិនមកហើយចុចអូខេបាទចុចអូខេសិនមកនេះត្រង់ហ្នឹងហើយយើងចុច accept and continue ម្ដងទៀតបាទបន្ទាប់មកចុច start ទៀតមកហើយវាចេញទម្រង់ថ្មីឲ្យយើងហើយអញ្ចឹងយើងធ្វើការទៅបកប្រែម្ដងទៀតបាទយើងមើលឈ្មោះវាហើយយើងទៅទៅសេក្នុង Google Translate ដើម្បីយើងធ្វើការបកប្រែសម្រាប់បងប្អូនដែលចេះអានភាសាអង់គ្លេសគាត់អាចនឹងមានការធុញទ្រាន់ដោយសារយើងទៅបកចុះបកឡើងតែសម្រាប់អ្នកអត់ចេះគឺជាវិធីសាស្ត្រដ៏ល្អសម្រាប់ពួកគាត់ដែលគាត់អត់ចេះអញ្ចឹងណាបាទអញ្ចឹងយើងធ្វើការ search ហើយយើងឃើញហើយគេដាក់ពាក្យថាប៉ែលអញ្ចឹងយើងទៅមើលរូបទៅបាទនេះគឺប៉ែលយើងចុចលើវាចុចពាក្យ OK ទៀតមកបន្ទាប់មកវាមកដល់កន្លែងនេះវាឲ្យយើងធ្វើការដាក់ email របស់យើងអញ្ចឹងបងប្អូនធ្វើការវាយ email យើងចូលទៅហើយ email នឹងទៀតសោតគឺ email ដែលយើងអត់ធ្លាប់បង្កើត WeChat ពីមុនមកបើសិនជា email នឹងយើងធ្លាប់បង្កើតហើយគឺយើងអត់អាចយកមកដាក់ទៀតបានទេបាទអញ្ចឹងយើងផ្ទៀងផ្ទាត់ហើយយើងចុចអូខេបន្ទាប់មកបងប្អូនយើងបើកទៅកាន់ Gmail របស់យើងបាទហើយយើង refresh វាមួយមកអូខេឥឡូវយើងឃើញហើយ WeChat Team នៅខាងលើគេនេះបាទយើងអូនមកក្រោមបន្តិចយើងឃើញពាក្យ click here confirm បាទយើងចុចលើវាទៅវាលោតគ្រីសបែបនេះយើងទៅបើក WeChat របស់យើងវិញហើយចុចកន្លែងនេះមកនេះបាទបន្ទាប់មកវានឹងចេញ QR code ឲ្យយើង scan ហើយយើងបងប្អូនយើងធ្វើការចុច scan ទៅបាទសម្រាប់បងប្អូនយើងដែលអត់មាន WeChat យើងអាចតាក់ទងទៅអ្នកដែលមាន WeChat ឲ្យគេជួយ scan ឲ្យទៅបាទហើយសម្រាប់ខ្ញុំគឺខ្ញុំមាន WeChat មួយទៀតចឹងខ្ញុំធ្វើការបើកទៅកាន់ WeChat របស់ខ្ញុំដើម្បី scan
សម្រាប់បងប្អូនយើងដែលតាក់ទងឬក៏ឆាតមកខ្ញុំជួយ scan ឲ្យគឺអធិស្ឋានផងដោយសារភាគច្រើនគឺខ្ញុំ scan តែរបស់ខ្លួនឯងទេបាទពេល scan ហើយវាចេញដូចមិញអញ្ចឹងបងប្អូនចុចតាមខ្ញុំនឹងមកហើយយើងរងចាំលេខកូដក្រុមហ៊ុនវានឹងផ្ញើលេខកូដទៅកាន់លេខទូរស័ព្ទរបស់យើងនេះហើយអញ្ចឹងយើងរងចាំលេខកូដ6ខ្ទង់នឹងឲ្យវាផ្ញើឲ្យមកអញ្ចឹងជួនណាវាផ្ញើមកតាម SMS តាម Telegram ឬក៏ទៅតាម WhatsApp អញ្ចឹងវាអត់ទៀងទេស្រេចតែចិត្តវាទេវាចង់ផ្ញើទៅណាគឺតែនឹងហើយជាក់ស្ដែងដូចរបស់ខ្ញុំនេះគឺវាផ្ញើមកកាន់ WhatsApp អញ្ចឹងបងប្អូនយើងមើលទៅ70 45 14បាទគឺលេខកូដ6ខ្ទង់ហ្នឹងបងប្អូនយើងធ្វើការវាយបញ្ចូលវាកន្លែងហ្នឹងមក70 45 14បាទអញ្ចឹងយើងធ្វើការចុចហើយយើងក៏លេខមកខាងក្រោមបាទចុច submit មកហើយយើងចាំវាបន្តិចទៀតអូខេកន្លែងនេះវាអាចវិលរៀងយូរបន្តិចបាទអញ្ចឹងយើងធ្វើការរងចាំឲ្យវាវិលឲ្យចប់សិនទៅអូខេឥឡូវការបង្កើត WeChat របស់យើងគឺចិត្តជោគជ័យ 100% ហើយបាទគឺតម្រូវឲ្យយើងបំពេញបន្ថែមកន្លែងអស់នេះបន្តិចគឺរួចរាល់ហើយបាទកន្លែងនេះបងប្អូនធ្វើការចុចពាក្យ next ហើយគ្រីសកន្លែងនេះមួយបន្ទាប់មកបងប្អូនធ្វើការចុច next ទៀតហើយគ្រីសមួយទៀតចុច doneអូខេហើយកន្លែងនេះបងប្អូនយើងធ្វើការបើកទាំងអស់ក៏បានអត់ក៏បានស្រេចតែចិត្តបងប្អូនទេបាទកន្លែងខាងលើហ្នឹងណានេះកន្លែង3នេះអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំអត់បើកទេបាទបើបងប្អូនចង់បើកក៏បើកតើអីទេហើយចុច not now កន្លែងនេះមកការបង្កើត WeChat របស់យើងគឺជោគជ័យ 100% ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវ add friend មួយសិនដើម្បីបញ្ជាក់ថា WeChat របស់យើងគឺអាចទទួល friend បានអាចឆាតបានអញ្ចឹងខ្ញុំនឹងបើក WeChat របស់ខ្ញុំហើយធ្វើការ scan add friend មួយហើយឆាតរកគ្នាមួយសិនថាតើ WeChat របស់យើងគឺយើងអាចឆាតរកគ្នាបានហើយនៅ WeChat ខ្លះបង្កើតហើយគឺឆាតមួយគ្នាអត់បានទេឥឡូវនេះខ្ញុំ add មកហើយខ្ញុំចុចលើនឹងហើយខ្ញុំចុចពាក្យ view បន្ទាប់មកខ្ញុំចុច done អូខេហើយចុចកន្លែង message មកបាទ send message ហ្នឹងអូខេហើយយើងធ្វើការ hi មួយទៅអញ្ចឹងខ្ញុំនឹងធ្វើការយកទូរស័ព្ទមួយទៀតចុច hi មកចាំមើលវាចូលមកអត់បើសិនវា hi ចូលមកហើយយើងចុចពីទូរស័ព្ទយើងនេះទៅវិញវាចូលទៅគេបានន័យថា WeChat របស់យើងគឺទទួលបានជោគជ័យ 100% តែម្ដងឥឡូវគឺវា load hi មកហើយខ្ញុំនឹងផ្ញើ sticker មួយទៅវិញបាទគឺ emoji ឥឡូវគឺផ្ញើទៅវិញបានជោគជ័យដូចគ្នាអញ្ចឹងឃើញថា WeChat របស់យើងគឺទទួលបានជោគជ័យ 100% តែម្ដងហើយបងប្អូនអាចធ្វើការដាក់ profile picture របស់យើងបានបាទចុចកន្លែងនេះមកហើយ select from gallery បាទបន្ទាប់ពីយើងរើសរូបហើយគឺវាចេញទម្រង់បែបនេះបងប្អូនសេរីហើយចុច OK ទៅហើយរងចាំវាបន្តិចបាទឥឡូវវា upload profile picture របស់យើងបានជោគជ័យ 100% ហើយសម្រាប់ការបង្កើត WeChat របស់យើងក៏មានប៉ុណ្្នឹងដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងធ្វើបានទាំងអស់គ្នាជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀតបាទ